សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីហេតុអ្វីរៀនចាប់ហើយនៅតែរកការងារធ្វើមិនបានតើអ្នកធ្លាប់សួរខ្លួនឯងទេថាកាន់សញ្ញាបត្រក្នុងដៃដែលដាក់ពាក្យគ្រប់កន្លែងតែគេអត់ហៅឬហៅសំពីហើយក៏បាត់ឈឹងតើមកពីស្រុកយើងខ្វះការងារធ្វើឬមកពីយើងខ្លួនឯងដែលមានសមត្ថភាពមិនទាន់គ្រប់គ្រាន់សម្រាប់គេកុំអាលខឹងនឹងសំណួរនេះមកស្ដាប់ការពិតទាំងអស់គ្នាការពិតគឺការងារមិនខ្វះទេតែខ្វះមនុស្សដែលធ្វើការកើតចំណេះដឹងនៅក្នុងសាលាវាគ្រាន់តែជាគ្រឹះដំបូងតែបទពិសោធន៍និងការអនុវត្តជាក់ស្ដែងទើបជាអ្នកផ្ដល់ការងារឲ្យយើងបើយើងរៀនដើម្បីត្រឹមតែប្រឡងជាប់តែអត់ចេះជំនាញទន់អត់ចេះដោះស្រាយបញ្ហាសូម្បីតែភាសានិងបច្ចេកវិទ្យាក៏មិនសូវច្បាស់សួរថាតើយើងមានគុណតម្លៃអ្វីខ្លះទៅជួយដោះស្រាយបញ្ហាក្រុមហ៊ុនឲ្យគេឈប់អង្គុយរងចាំសំណាងឬបន្ទុកទីផ្សារការងារទៀតទៅអ្វីដែលអ្នកត្រូវធ្វើឥឡូវនេះគឺកុំរើសអើងការងារចាប់ផ្ដើមពីការងារតូចតាចឬការងារស្ម័គ្រចិត្តដើម្បីយកបទពិសោធន៍រៀនសូត្របន្ថែមនៅអ្វីដែលសាលាមិនបានបង្រៀនយើងដូចជាការធ្វើទំនាក់ទំនងឬ Digital ឬការធ្វើការងារជាក្រុមចាំណាសញ្ញាបត្រគ្រាន់តែជាក្រដាសដែលបញ្ជាក់ការសិក្សាតែសមត្ថភាពទើបជាក្រដាសបញ្ជាក់ប្រាក់ខែរបស់អ្នកកុំខ្លាចក្នុងការចាប់ផ្ដើមពីចំណុច0តែត្រូវខ្លាចបើអ្នកនៅឈរដដែលនៅកន្លែងចាស់ធ្វើខ្លួនអ្នកឲ្យខ្លាំងនោះឱកាសនឹងរត់មករកអ្នកដោយខ្លួនឯងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម